សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់មេរៀន ICT Concept ដែលថ្ងៃនេះយើងនឹងសិក្សាស្វែងយល់អំពីថាតើអ្វីទៅជា order block បាទ order block វាប្រៀបបីដូចជា supply and demand បាទគាត់ថា supply and demand វានៅក្នុង SMC Smart Media Concept ឬក៏ support and resistance បាទ trend line ឬមួយក៏ EMA បាទនិយាយរួមវាជាអត្តន័យរបស់ ICT Concept បាទដែលលោក Michael Harleston គាត់បង្កើតឡើងដើម្បីសិក្សាស្វែងយល់អំពី trap នៅក្នុងទីផ្សារបាទអន្ទាក់នៅក្នុងទីផ្សារអញ្ចឹង order block គឺយើងធ្វើការកម្មង់ទិញទៅតាមស្ថាប័នធនាគារបាទ hedge fund ឬមួយក៏ smart money បាទដែលគាត់ធ្វើការកម្មង់ទិញឬក៏លក់បាទអញ្ចឹងគឺយើង follow ទៅតាមបាទធនាគារអញ្ចឹងយើងនឹងមកស្វែងយល់អំពីអ្វីទៅជា valid order block អ្វីទៅជា invalid order block បាទមុនពេលដែលយើងធ្វើការ trade ដោយមានប្រសិទ្ធភាពយើងត្រូវតែសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅសិនអំពី valid order block ដែលត្រឹមត្រូវនិង order block ដែលមិនត្រឹមត្រូវអញ្ចឹង order block ដែលត្រឹមត្រូវដោយបងប្អូនបានឃើញនៅក្នុងរូបភាពនេះបាទតម្លៃ price បាទចាប់ដើមចុះមកហើយទៀនដែលវាឡើងមកនេះគឺវាបានផ្ដាច់ liquidity នេះបាទ take out liquidity មុខខាងមុខនេះបាទហើយបន្សល់ជាមួយនឹង fresh AVG បាទ fair value gap គេថាវាអត់តន់មក mitigate ទេអត់តន់មកប៉ះទេហើយបង្កើតជាមួយនឹង market cycle shift បាទអញ្ចឹងតម្លៃដែលវាឡើងទៅនេះយើងអត់ chase ដេញទៅតាមទិញឬក៏លក់ទេបាទយើងរងចាំវាបកមកប៉ះជាមួយនឹង order block វិញបាទប៉ះមក order block វិញយើងអាចទិញនៅលើ order block ហ្នឹងឬមួយក៏ទិញនៅតំបន់នេះ CE នេះតំបន់ consequent encroachment ឬមួយក៏ equilibrium បាទហើយ stop loss យើងដាក់នៅចុង shadow ហ្នឹងមកបាទហើយ TP យើងអាចដាក់នៅបាទ previous swing high របស់វានេះបាទ previous swing high របស់វាជាទូទៅយើង trade order block គឺយើងទទួលបាននៅ risk play reward បានវិញបាទអញ្ចឹងសរុបមកវិញ valid order block គឺជា order block មួយដែលវាបាន take out liquidity បាទមានថាទៀនខាងមុខនេះគឺវាបាន take out liquidity ហើយបន្សល់ជាមួយនឹង fair value gap បង្កើត market cycle shift ហើយយើងរងចាំ price return មក order block វិញបានយើងធ្វើការកម្មង់ទិញបាទអាហ្នឹងយើងហៅថា valid order block ហើយ invalid order block បាទ invalid order block គឺវាទីផ្សារវាចុះមកដូចគ្នាបាទតែទៀនដែលឡើងចុងក្រោយនេះវាអត់បានផ្ដាច់ liquidity នេះអត់បានផ្ដាច់ liquidity ទៀននៅខាងមុខវាទេហើយបន្សល់ជាមួយនឹង fair value gap ដូចគ្នាបាទបន្សល់ fair value gap ដូចគ្នាក៏យើងមិនរាប់បញ្ចូលជា valid order block ដែរដោយសារតែវាអត់បាន take out liquidity បាទហើយរូបភាពទី3ក៏បង្ហាញអំពី invalid order block ដែរទីផ្សារចូលមកដូចគ្នាដែរ form order block form AVG ដែរក៏ប៉ុន្តែ AVG នេះអាទៀនចុងក្រោយនេះអាទៀនចុងក្រោយដែលឡើងនេះគឺវាបាន mitigate ហើយបានប៉ះហើយ feel ឡើងពេញហ្មងពេញ body AVG ហ្មងបុកមកដល់ order block ទៀតអញ្ចឹងកន្លែងហ្នឹងក៏យើងមិនរាប់បញ្ចូលជា valid order block ដែរវាជា invalid order block បាទអញ្ចឹងសម្រាប់មេរៀន order block ថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងទេយើងនឹងសិក្សាស្វែងយល់ស៊ីជម្រៅបន្ថែមទៀតនៅវីដេអូបន្ទាប់យើងនឹងចូលទៅកាន់ការ set up តែម្ដងនៅក្នុង chat អរគុណច្រើនជួបគ្នានៅ episode ក្រោយ